បាទសួស្តីបងប្អូនកសិករទាំងអស់ដែលមានបំណងចង់ដាំអំពៅបាទថ្ងៃនេះខ្ញុំមានវិធីក្នុងការដាំអំពៅឲ្យបានទិន្នផលខ្ពស់មកបង្ហាញបាទទី1យើងត្រូវរើសពូជបាទរើសពូជដែលយើងត្រូវការដាំបាទហើយទី2យើងត្រូវធ្វើការផ្សាំបាទផ្សាំដោយកាត់ជាកំណាត់បែបនេះបាទគឺកំណាត់ពីភ្នែកទៅចំហៀងហ្នឹង2ហ៊ុនបាទគឺមួយចំហៀង2ហ៊ុនមួយចំហៀង2ហ៊ុនពីភ្នែកបាទប្រយោជន៍ក្នុងការផ្សាំបាទគឺវាមានប្រយោជន៍ច្រើនគឺវាខុសគ្នាពីយើងដាំជាលក្ខណៈកំណាត់បែបនេះបាទគឺបើយើងដាំជាកំណាត់បែបនេះគឺជួនកាលវាដុះជួនកាលវាអត់ដុះបាទហើយបើវាដុះមកក៏វាអត់ស្មើគ្នាដែរបាទតែបើយើងកាត់ជាកំណាត់បាទរួចហើយយើងយកទៅផ្សាំនៅពេលដែលវាដុះមកអញ្ចឹងវាធ្វើឲ្យដើមអំពៅរបស់យើងនឹងវាមានកម្ពស់ស្មើគ្នាបាទវិធីផ្សាំគឺយើងកាត់វាជាកំណាត់បាទចម្ងាយពីភ្នែកអំពៅគឺ2ហ៊ុនបាទ2ហ៊ុនសងខាងបាទរួចហើយយើងដាក់នៅក្នុងថង់ខ្មៅផ្សាំដោយដីដែលយើងផ្អាប់ជាជីកំប៉ុស្តហើយបាទដាក់នៅក្នុងថង់បែបនេះបាទគឺយើងផ្សាំវារយៈពេល45ថ្ងៃមុននឹងយកទៅដាំបាទអញ្ចឹងការផ្សាំបែបនេះយើងអាចរើសបានថាតើកំណាត់មួយណាល្អកំណាត់មួយណាមិនល្អកំណាត់មួយណាដែលជាប់រោគហើយកំណាត់មួយណាដែលភ្នែកវាបែកបាទដូចជាកំណាត់នេះអញ្ចឹងគឺវាជាប់រោគអញ្ចឹងយើងអាចកវត្តចោលបានបាទតែបើយើងកាប់ហើយដាវយកទៅដាំក្នុងរណ្ដៅតែម្ដងគឺយើងមិនអាចមើលឃើញទេថាតើកំណាត់មួយណាវាមានជាប់រោគហើយកំណាត់មួយណាដែលភ្នែកវាមិនអាចនឹងដោះបានអញ្ចឹងយើងខាតពេលវេលាក្នុងការមើលថែហើយការដាំការលូតលាស់ហ្នឹងក៏វាមិនស្មើគ្នាដែរបាទតែបើយើងផ្សាំបាទគឺបើយើងផ្សាំយើងអាចរើសបានបាទយើងអាចមើលឃើញបាទដូចជារូបនេះអញ្ចឹងគឺវាស្អុយបាទគឺវាស្អុយមួយចំហៀងហើយបាទហើយកំណាត់មួយទៀតគឺភ្នែកវាបែកបាទបើកាលណាយើងកាត់កង់យកទៅដាំតែម្ដងគឺវាអត់ដោះទេបាទអញ្ចឹងកន្លែងដែលវាអត់ដោះហ្នឹងវាខូចបាទហើយរោងហ្នឹងក៏វាមិនផ្ដល់ទិន្នផលឲ្យយើងដែរបាទលក្ខណៈក្នុងការផ្សាំបែបនេះគឺវាផ្ដល់ផលប្រយោជន៍ឲ្យយើងច្រើនងាយស្រួលក្នុងការដាំហើយការលូតលាស់ក៏ស្មើភាពគ្នាយើងអាចរើសបានបាទដោយយើងអាចរើសដើមអំពៅដែលមានកម្ពស់ស្មើគ្នាយើងយកទៅដាំនៅក្នុងរោងហើយការលូតលាស់ក៏វាស្មើគ្នាដែរបាទនេះគឺជាដើមអំពៅដែលធ្វើការបណ្ដុះបានអាយុ20ថ្ងៃបាទឃើញថាវាលូតលាស់បានលឿនជាងយើងកាត់ជាកំណាត់ទៅដាំក្នុងរោងតែម្ដងបើកាលណាយើងដាំជាកំណាត់នៅក្នុងរោងគឺរយៈពេល20ថ្ងៃហ្នឹងគឺវាលូតលាស់អត់បានប៉ុណ្ណេះទេបាទអញ្ចឹងបងប្អូនសង្កេតមើលបាទនេះគឺជាកំណាត់ដែលល្អដែលយើងអាចយកទៅផ្សាំបានបាទគឺគ្មានរោគភ្នែកឡើងប៉ោងល្អយើងអាចយកទៅផ្សាំដឹងតែដុះ 100% បាទអញ្ចឹងវិធីផ្សាំមុននឹងយកទៅដាំឃើញថាវាផ្ដល់ប្រយោជន៍ឲ្យយើងច្រើនបាទអញ្ចឹងយើងមកមើលឫសបាទឫសក្រោយយើងផ្សាំបាន20ថ្ងៃតើអំពៅរបស់យើងវាមានឫសល្អប៉ុណ្ណាបាទអញ្ចឹងចាំមើលយើងនឹងទាញថង់ខ្មៅចេញហើយបងប្អូនសង្កេតមើលបាទឃើញថាឫសសបាទវាដុះស្ញាញល្អណាស់បាទកាលណាឫសវាដុះល្អបែបនេះយើងយកទៅដាំវានឹងផ្ដល់ផលឲ្យយើង 100% តែម្ដងបាទព្រោះអីឫសវាបានដើរពេញល្អហើយវាអត់ដូចតែយើងកាប់ជាកំណាត់យកទៅដាំតែម្ដងទេបាទអញ្ចឹងពេលវេលាក៏យើងមិនខាតបាទមិនខាតពេលវេលាការដាំដុះក៏វាលូតលាស់លឿនហើយក៏ធ្វើឲ្យរោងនីមួយមានកម្ពស់ស្មើគ្នាបាទបើកាលណាយើងកាប់ហើយដាំក្នុងរោងតែម្ដងអញ្ចឹងជួនកាលក្បាលរោងទាបបាទកណ្ដាលរោងខ្ពស់ចុងរោងទាបអីអញ្ចឹងទៅបាទគឺដើមវាលូតលាស់អត់ស្មើគ្នាទេតែបើយើងផ្សាំហើយយើងយកទៅដាំក្នុងរោងតែម្ដងគឺយើងមានអំពៅដែលដុះស្មើគ្នាដើមប៉ុនគ្នាបាទទិន្នផលឲ្យក៏ប៉ុនគ្នាដែរក្នុងមួយរោងហើយយើងអាចកំណត់ដើមដាំក្នុង1ហិកតាហ្នឹងបានចំណាយដើមប៉ុន្មានដើមទៀតបាទ